មង្គលសូត្រអសេវនាចៈពីលានੰបណ្ឌិតានញ្ចៈសេវនាពោជាចៈពោជនេយនੰអេតាមង្គកលមោត្តមੰកិរិយាមិនសេពគប់នៅបុគ្គលពីរទាំងឡាយ1កិរិយាសេពគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយ1កិរិយាបូជាដល់បុគ្គលដែលគូបូជាទាំងឡាយ1ទាំង3នេះជាមង្គលដ៏ឧត្តមបដិរូបតេសវាសោចៈពុបេចៈកតបញ្ញតាអត្តសមាបណៃធិចៈអេតមង្គកលមោត្តមੰកិរិយានៅក្នុងប្រទេសដ៏សំគូមួយភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុនមួយកិរិយាតម្កល់ខ្លួនដោយប្រពៃមួយទាំង3នេះជាមង្គលដ៏ឧត្តមពិហុសច្ចញ្ចៈសបញ្ចៈវិនិយោចៈសុសិក្ខិតោសុភាសិតាចៈយាវាចាអេតមង្គកលមោត្តមੰភាវៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើនមួយសិលសាស្ត្រគឺសេចក្តីឆ្លៀវឆ្លាស់ក្នុងហត្ថកម្មរបស់អ្នកបួសនិងក្រហមមួយវិន័យដែលបុគ្គលសិក្សាដោយប្រពៃមួយវាចាដែលបុគ្គលពោលត្រឹមត្រូវមួយទាំង4នេះជាមង្គលដ៏ឧត្តមមេត្តាបេតោឧបដ្ឋានੰពុទ្ធទារសសង្ឃហោអនាគលាចៈកម្មន្តាអេតមង្គកលមោត្តមੰកិរិយាបំរើមេត្តាមួយកិរិយាបំរើនៅបិតាមួយសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាមួយការងារទាំងឡាយដែលមិនច្របូកច្របល់មួយទាំង4នេះជាមង្គលដ៏ឧត្តមទានញ្ចៈធម្មចរិយាចៈញាតិកានញ្ចៈសង្ឃហោអនវិជ្ជានិកម្មានិអេតមង្គកលមោត្តមੰកិរិយាបរិច្ចាគទានមួយកិរិយាប្រព្រឹត្តនៅធម៌មួយសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាមួយការងារទាំងឡាយដែលមិនមានទោសមួយទាំង4នេះជាមង្គលដ៏ឧត្តមអរតីវិរតីបាបាមជ្ជបាណាចៈសញ្ញមោអបមាតោចធម្មេសុអេតមង្គកលមោត្តមੰកិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀងចាកបាបមួយសេចក្តីសម្រូមចាកកិរិយាផឹកនៅទឹកស្រវឹងមួយសេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយមួយទាំង3នេះជាមង្គលដ៏ឧត្តមគិរវោចៈនិវេតោចៈសន្ធិដ្ឋិចៈកតញ្ញតាកាលេនធម្មសវេណੰអេតមង្គកលមោត្តមੰសេចក្តីគោរពចំពោះបុគ្គលដែលគូគោរពមួយកិរិយាប្រព្រឹត្តបន្ទាបនៅខ្លួនមួយសេចក្តីត្រេកអរចំពោះរបស់ដែលមានមួយភាវៈនៃបុគ្គលដឹងនៅឧបការៈដែលអ្នកដទៃធ្វើឲ្យដល់ខ្លួនមួយកិរិយាស្ដាប់នៅធម៌តាមកាលមួយទាំង5នេះជាមង្គលដ៏ឧត្តមខន្តីចៈសោវិជ្ជសតាសមណានញ្ចៈទេសនੰកាលេនធម្មសាកិច្ឆាអេតមង្គកលមោត្តមੰសេចក្តីអត់ធន់មួយភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយមួយកិរិយាបានឃើញបានជួបនៅសាមណៈទាំងឡាយមួយធម្មសាកិច្ឆាគឺកិរិយាសន្ទនាទៅវិញទៅមកនៅធម៌តាមកាលមួយទាំង4នេះជាមង្គលដ៏ឧត្តមតបោចៈព្រហ្មចរិយញ្ចៈអរិយសច្ចានិទេសនੰនៅពានសច្ឆិកិរិយាចៈអេតមង្គកលមោត្តមੰសេចក្តីព្យាយាមដុតនៅបាបធម៌មួយកិរិយាប្រព្រឹត្តនៅធម៌ដ៏ប្រសើរមួយកិរិយាបានឃើញនៅអរិយសច្ចៈទាំងឡាយមួយកិរិយាធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានមួយទាំង4នេះជាមង្គលដ៏ឧត្តមផុតថាសៈលោកធម្មេហេចិត្តតាំងយសៈនកបតិអសោកੰវិរិជាងខេមੰអេតមង្គកលមោត្តមੰចិត្តនៃបុគ្គលឯណាដែលលោកធម៌ទាំងឡាយពោលត្រូវហើយមិនញាប់ញ័ររំភើបមួយមិនមានសេចក្តីសោកមួយមានធូលីគឺរាគៈទៅប្រះហើយមួយទាំង4នេះជាមង្គលដ៏ឧត្តមអេតាទិសានិកថវានៈសពដ្ឋមបរាជិតាសពដ្ឋសោថឹងកិច្ឆន្តិតន្ទេសੰមង្គលមោត្តមន្តិទេវតានិងមនុស្សទាំងឡាយធ្វើនៅមង្គលទាំងឡាយប្រាកដដូច្នេះហើយជាអ្នកមិនចាចាញ់ក្នុងទីទាំងពួងតែងដល់នៅសេរីសុស្តីក្នុងទីទាំងពួង
មនីទេវតាទាំងឡាយអ្នកចូលប្រកាន់ជឿថាមានគោលទាំង38ប្រការមានកិរិយាមិនសេពគប់នៅបុគ្គលពីលជាដើមនោះរបស់ទេវតានិងមនុស្សទាំងអំបាលនោះជាមង្គលដ៏ឧត្តម